ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវៀតណាមហើយនិងថៃត្រូវបានសហរដ្ឋអាមេរិកអញ្ជើញឲ្យទៅចូលរួមនៅក្នុងក្រុមមួយដែលគេបង្កើតឡើងដើម្បីជំនួសក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិអញ្ចឹងក្រុមមួយនេះគឺជាក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិកលោក Donald Trump បង្កើតក្រុមមួយនេះឡើងអញ្ជើញបានថាវាគឺជាអង្គការមួយដែលអាមេរិកចង់ឲ្យអង្គការមួយនេះមានតួនាទីគ្រប់គ្រងពិនិត្យទៅលើសណ្ដាប់ធ្នាប់ទូទាំងពិភពលោកហើយជាពិសេសពាក់ព័ន្ធទៅនឹងសន្តិភាពអីអញ្ចឹងណាពីដំបូងឡើយអង្គការមួយនេះបង្កើតឡើងដោយផ្ដោតសំខាន់ទៅលើដំណោះស្រាយរឿងកាហ្សាតំបន់កាហ្សារឿងអ៊ីស្រាអែលអីហ្នឹងប៉ុន្តែដល់ពេលយូរទៅលោក Donald Trump ក៏អញ្ជើញថាគាត់មើលឃើញពីសក្តានុពលនៃក្រុមហ្នឹងនៃកម្លាំងមួយហ្នឹងដែលបង្កើតជាអង្គការមួយប្រៀបដូចជាការកកើត UN ឬក៏ UNSC កាលពីប្រហែលឆ្នាំមុនអញ្ចឹងប៉ុន្តែឥឡូវយើងដឹងហើយអង្គការសហជីវជាតិហ្នឹងរាល់ថ្ងៃហ្នឹងប្រៀបដូចជាខ្លាបាក់ចង្កូមអត់សូវមានឥទ្ធិពលអីនៅក្នុងការលូកដៃបង្ក្រាបរឿងទាំងអស់ហ្នឹងទេអញ្ចឹងអង្គការមួយនេះត្រូវបង្កើតឡើងដោយលោក Donald Trump ហើយខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាថាតើចូលទៅក្នុងអង្គការហ្នឹងមានទូនាទីមានសិទ្ធិអីខ្លះតើការបង្កើតអង្គការហ្នឹងវាមានជះផលជះឥទ្ធិពលអ្វីខ្លះទៅលើ UNSC ក៏ដូចជា NATO អីជាដើមហើយនឹងមានរឿងមួយចំនួនទៀតដែលពាក់ព័ន្ធហើយនៅខាងចុងវីដេអូនាងខ្ញុំក៏នឹងនិយាយអំពីជំនួយពាក់ព័ន្ធទៅនឹងភាគសឹកពាក់ព័ន្ធទៅនឹងជួរមុខរបស់យើងក្នុងប្រទេសកម្ពុជាដែលមានបញ្ហាជាមួយថៃកន្លងមកដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នានាងខ្ញុំនិយាយត្រួសព្រោះថាយើងអត់ដឹងថាមិនដែរណាមួយយើងអត់ត្រូវបានគេអញ្ជើញអត់ត្រូវបានគេហៅឲ្យទៅចូលរួមនៅក្នុងក្រុមហ្នឹងទេអញ្ចឹងមូលហេតុសំខាន់ដែលអញនិយាយថាហេតុផលដែលចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងហ្នឹងគាត់ឲ្យដឹងថាតើក្រុមហ្នឹងបង្កើតឡើងធ្វើអីដើម្បីអីមានគោលបំណងអីហើយតើអ្នកណាខ្លះទៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចូលរួមនៅក្នុងក្រុមហ្នឹងបានហើយហេតុអីបានជាកម្ពុជាយើងហ្នឹងអត់ត្រូវបានគេអញ្ជើញអញ្ចឹងទៅអញ្ចឹងក្រុមមួយនេះគឺជាក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលអាមេរិកបានបង្កើតឡើងវាជាអង្គការអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកហើយមានគោលបំណងជាផ្លូវការនៅក្នុងការលើកកម្ពស់ស្ថិរភាពហើយស្ដារឡើងវិញនៅការគ្រប់គ្រងដែលគួរឲ្យទុកចិត្តនិងស្របច្បាប់ហើយថែមទាំងធានាសន្តិភាពយូរអង្វែងនៅតំបន់ដែលងាយរងគ្រោះរងផលប៉ះពាល់ឬក៏រងការគំរាមកំហែងដោយចំនួនដើមឡើយក្រុមឬក៏អង្គការមួយនេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងដំណាក់កាលទី2នៃផែនការ20ចំណុចរបស់លោក Donald Trump ដើម្បីបញ្ចប់ចំនួននៅតំបន់កាហ្សារវាងអ៊ីស្រាអែលនិងហាម៉ាស់ដែលរួមមានការត្រួតពិនិត្យការស្ដារនីតិសម្បទាការសាងសង់ឡើងវិញការគ្រប់គ្រងបណ្ដោះអាសន្ននិងធានាសន្តិភាពហើយវាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិ UNSC ក្នុងឆ្នាំ2025ទោះជាយ៉ាងណាតាមធម្មនុញ្ញហើយនិងលិខិតអញ្ជើញដែលបានលេចចេញវាមានសក្តានុពលពង្រីកទៅដោះស្រាយចំនួនទូទាំងពិភពលោកដែលធ្វើឲ្យអ្នកខ្លះរិះគន់ហៅវាថាជាដៃគូប្រកួតប្រជែងឬក៏អាចក្លាយជាតួអង្គមួយជំនួសក្រុមប្រឹក្សាសន្តិសុខ UN ដែលដឹកនាំឲ្យសហរដ្ឋអាមេរិកអញ្ចឹងមកដល់ត្រឹមនេះពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវដឹងថាក្រុមប្រឹក្សាសន្តិសុខរបស់ UN ណាពីបង្កើតឡើងដំបូងមកក៏ដោយដៃសហរដ្ឋអាមេរិកដែរហើយឥឡូវនេះសហរដ្ឋអាមេរិកដដែលក៏កំពុងតែបង្កើតអង្គការមួយទៀតហើយអង្គការមួយហ្នឹងមានភាពប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅក្នុងនេះគេមាន member ដូចជា6នាក់ប្រធានគឺជាលោក Donald Trump ហើយលោក Donald Trump គាត់ប្រហែលជានឹងធ្វើប្រធានធ្វើជា chairman នឹងពេញមួយជីវិតនៃអង្គការនឹងតែម្ដងហើយមានបន្ទាប់មកទៀតហ្នឹងគឺមានលោក Marco Rubio មានកូនប្រសារលោក Donald Trump មាន Steve Witkoff និង Tony Blair ហើយក៏មានអ្នកដទៃមួយចំនួនទៀតដែរហើយតើបង្កើតក្នុងន័យអ្វីនិយាយឲ្យខ្លីពុកម៉ែបងប្អូនទាំងអស់គ្នាគោលបំណងសំខាន់ដើម្បីបង្កើតគឺដើម្បីគ្រប់គ្រងដំណើរការស្ដារនីតិសម្បទាហើយនិងសន្តិភាពនៅកាហ្សាបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ហើយវាជាផ្នែកមួយនៃផែនការរបស់លោក Donald Trump ដែរដែលផ្ដោតទៅលើការប្រមូលធនធានអន្តរជាតិហើយនឹងធានាពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងគណនេយ្យហើយផ្ដល់ឱកាសឲ្យប្រទេសនានាហ្នឹងមានសិទ្ធិមានលទ្ធភាពមានឱកាសក្នុងការចូលរួមក្នុងការដោះស្រាយក៏ដូចជាទប់ស្កាត់សង្គ្រាមចឹងទៅអញ្ចឹងពីដំបូងឡើយផែនការមួយហ្នឹងបង្កើតឡើងឬក៏ក្រុមហ្នឹងបង្កើតឡើងដើម្បីដោះស្រាយទៅនៅកាហ្សាទេប៉ុន្តែយូរទៅក៏លោក Donald Trump ហ្នឹងគាត់ចង់ពង្រីកក្រុមប្រឹក្សាមួយហ្នឹងឲ្យមានឥទ្ធិពលទូទាំងពិភពលោកអញ្ចឹងចាប់ផ្ដើមអញ្ជើញប្រទេសផ្សេងៗដែលសូម្បីតែអត់ពាក់ព័ន្ធរឿងនៅកាហ្សាហ្នឹងក៏អាចចូលរួមបានដែរហើយអាហ្នឹងក៏វាជាផ្នែកមួយនៃគោលនយោបាយ American First របស់លោក Donald Trump ដែលចង់ដឹកនាំពិភពលោកឲ្យមានសន្តិភាពអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបានន័យថាវាជាពីរដំណាក់កាលទី1គេបង្កើតវាឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់កាហ្សាអញ្ចឹងអ្នកដែលត្រូវបានគេអញ្ជើញគឺភាគច្រើនមានតែសម្ព័ន្ធមិត្តដែលជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកមានអឺរ៉ុបអីចឹងទៅចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់អ៊ីតាលីកាណាដាអូស្ត្រាលីឥណ្ឌាជប៉ុនអីជាដើមហើយមានអ្នកដែលនៅជាប់ជុំវិញកាហ្សាហ្នឹងមានអេស៊ីបមានប្រទេសមួយចំនួនដែលពាក់ព័ន្ធទៅនឹងកាហ្សាជាមួយនឹងអ៊ីស្រាអែលណាដល់ពេលហើយនេះឥឡូវនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលលោក Donald Trump បានអញ្ជើញប្រទេសមួយចំនួនដែលចូលរួមដែរអញ្ចឹងប្រទេសដែលគេភ្ញាក់ផ្អើលខ្លាំងជាងគេអត់នឹកស្មានថាលោក Donald Trump អញ្ជើញហ្នឹងគឺប្រទេសរុស្ស៊ីក្រៅពីរុស្ស៊ីហ្នឹងសូម្បីតែចិនក៏ត្រូវបានគេអញ្ជើញដែរអញ្ចឹង
អាចនិយាយថាភ្ញាក់ផ្អើលក៏ភ្ញាក់ផ្អើលប៉ុន្តែក៏វាអត់សូវចម្លែកដែរព្រោះគេបង្កើតឡើងដើម្បីគ្រប់គ្រងដើម្បីសម្របសម្រួលសន្តិភាពទូទាំងពិភពលោកអញ្ចឹងប្រទេសទាំងពីរហ្នឹងគឺជាមហាអំណាចដាច់ខាតត្រូវតែអញ្ជើញហើយដាច់ខាតត្រូវតែទុកមុខហើយក៏អាចនិយាយថាបើសិនជាចាប់ដៃគ្នាបានអាចបញ្ជាសង្គ្រាមធំបានមួយចំនួនហើយប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ហ្នឹងនៅអាស៊ីអាគ្នេយ៍យើងឬក៏នៅជុំវិញខ្លួនយើងនេះគឺថៃហើយនិងវៀតណាមត្រូវបានគេអញ្ជើញដែរទាំងដែលយើងកម្ពុជាយើងនៅចន្លោះកណ្ដាលយើងអត់ត្រូវបានគេអញ្ជើញទេអញ្ចឹងចំណុចហ្នឹងគេមានការវែកញែកជាច្រើនថាហេតុអីបានយើងអត់ត្រូវបានអញ្ជើញអញ្ចឹងបងប្អូនទាំងអស់គ្នាក្រៅពីអ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងរឿងកាសាក្រៅពីអ្នកដែលជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិកអញ្ចឹងប្រទេសផ្សេងៗដែលត្រូវបានគេអញ្ជើញនឹងតើតាប្រទេសនឹងមានគោលនយោបាយមានឥទ្ធិពលនៅលើសន្តិភាពរបស់ពិភពលោកអីចឹងទៅអញ្ចឹងបានន័យថានៅក្នុងផ្នែករបស់លោកដូណាល់ត្រាំក៏ដូចជាសហរដ្ឋអាមេរិកវៀតណាមហើយនិងថៃគឺជាមិត្តដ៏ល្អហើយអាចនិយាយបានថាគេគឺជាគីឡូធ្ងន់ណាគេមានកៅអីមានអត្តន័យអីមួយសម្រាប់អាមេរិកចឹងទៅបើសម្រាប់កម្ពុជាយើងអត់សូវមានឥទ្ធិពលនៅក្នុងភូមិសាស្ត្រនយោបាយយើងជាគីឡូស្រាលហើយមួយវិញទៀតត្រូវដឹងថាអង្គការនេះចូលរួមទៅ3ឆ្នាំដំបូងហ្នឹងអត់ត្រូវបង់លុយទេប៉ុន្តែនៅក្នុងបន្ទាប់ពី3ឆ្នាំបើសិនជាយើងចង់បានកៅអីអង្គុយជាអចិន្ត្រៃយ៍នៅក្នុងហ្នឹងត្រូវបង់លុយឲ្យគេមួយឆ្នាំ$1000 លានអញ្ចឹងវាប្រៀបដូចជាការទិញកៅអីអញ្ចឹងណាអញ្ចឹងថៃហើយនិងវៀតណាមទី1គេមានឥទ្ធិពលគេមានភាពសំខាន់ចំពោះសហរដ្ឋអាមេរិកជាមិត្តជាអីចឹងទៅហើយយើងពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រនយោបាយថ្មីយើងមានពាក់ព័ន្ធមួយចិនមួយអីផងអាហ្នឹងវាជាកត្តាគប់ផ្សំអញ្ចឹងបានន័យថាគេអញ្ជើញដំបូងនេះមានតែថៃហើយនិងវៀតណាមទេហើយណាមួយទៀតបានន័យថា3ឆ្នាំបន្តទៀត2អ្នកនឹងមានលទ្ធភាពនៅក្នុងការបង់ប្រាក់គេមួយឆ្នាំ$1000 លានអញ្ចឹងបើកម្ពុជាយើងអាចត្រូវបានគេមើលឃើញថាយើងរៀងខ្សត់ខ្សោយហិរញ្ញវត្ថុប្រហែលជាមិនអាចនៅក្នុងការផេលុយឲ្យគេក្នុងមួយឆ្នាំ$1000 លាននេះចឹងទៅអានេះគឺជាការយល់ឃើញពីនឹងខ្ញុំអញ្ចឹងខ្ញុំសង្ខេបប៉ុណ្ណឹងចុះពុកម៉ែបងប្អូនទាំងអស់គ្នាសរុបមកវិញក្រុមប្រឹក្សាសន្តិសុខពិភពលោកនេះបង្កើតឡើងដោយលោកដូណាល់ត្រាំហើយវាមានតួនាទីស្តៀងទៅនឹងអង្គការក្រុមប្រឹក្សាសន្តិសុខរបស់ UN ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកដូចគ្នាអញ្ចឹងអង្គការថ្មីនេះប្រៀបដូចជាចង់ឲ្យអង្គការចាស់ហ្នឹងកាន់តែអស់ឥទ្ធិពលអីចឹងណាឬមួយក៏បង្កើតមកហ្នឹងដើម្បីជំនួសហើយក៏មានមតិមួយចំនួនរិះគន់ដែរថាបង្កើតឡើងមកបែបហ្នឹងដោយទិញកៅអីបងលុយស្រាប់មានកៅអីអង្គុយជាអចិន្ត្រៃយ៍ហើយធ្វើបែបហ្នឹងនឹងធ្វើឲ្យអង្គការរបស់ UN ហ្នឹងរឹតតែអត់មានឥទ្ធិពលហើយពាក់ព័ន្ធនឹងរឿងមួយចំនួនទៀតដែលខ្ញុំបានប្រាប់មកពីខាងដើមវីដេអូហ្នឹងខ្ញុំឃើញមានការព្រួយបារម្ភឬក៏ការចាប់អារម្មណ៍ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសពាក់ព័ន្ធទៅនឹងការបង្ហាញមហិច្ឆតាកាន់តែខ្លាំងរបស់លោកដូណាល់ត្រាំទៅលើកោះ Greenland អញ្ចឹងប្រហែលថ្ងៃនេះអាចនិយាយបានថាភូមិសាស្ត្រនយោបាយទូទាំងពិភពលោកនឹងវាមានភាពរង្គោះរង្គើករណី stock ឬក៏តម្លៃមាសអីចឹងណាវាឡើងចុះពេញនឹងតែម្ដងដោយសារតែលោកដូណាល់ត្រាំឬក៏សហរដ្ឋអាមេរិកនឹងមានឥទ្ធិពលទៅលើទីផ្សារទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលសហរដ្ឋអាមេរិកគម្រាមកំហែងនៅក្នុងការចង់បានកោះ Greenland មិនថាទិញយកមិនថាប្រើកម្លាំងទេអញ្ចឹងអាហ្នឹងវាអាចនាំទៅជាចំនួនផ្សេងមើលមុខឬក៏មើលមកអត់ចំហើយឬក៏អាចមានការប៉ះទង្គិចជាមួយនឹងអឺរ៉ុបដែលជាសម្ព័ន្ធមិត្តទៀតអញ្ចឹងវាមានហានិភ័យខ្លាំងមែនតែនពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុអញ្ចឹងហើយបានមួយរយៈហ្នឹងមាសឡើងថ្លៃឬក៏ stock អីចឹងវាឡើងចុះតែអ្វីដែលសំខាន់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺពាក់ព័ន្ធទៅនឹងឋានជែក NATO អង្គការ NATO គឺបង្កើតឡើងដោយសហរដ្ឋអាមេរិកហើយមាន member ឬក៏សមាជិកគឺប្រទេសអឺរ៉ុបទាំងអស់នឹងឯងអញ្ចឹងបើសិនជាសហរដ្ឋអាមេរិកហ៊ានតែប៉ះ Greenland អញ្ចឹងបានន័យថាប៉ះប្រទេសនៅក្នុងអឺរ៉ុបអញ្ចឹងអឺរ៉ុបនឹងដាច់ខាតត្រូវតែតវ៉ាជាមួយនឹងសហរដ្ឋអាមេរិកហើយអញ្ចឹង NATO នឹងដូចគ្នាក៏ត្រូវតែដាច់ខាតមានតួនាទីត្រូវការពារកោះ Greenland នឹងដែរអញ្ចឹងទាំងអស់ហ្នឹងគឺឆ្លោះគ្នាដោយក្នុងគ្រួសារហ្នឹងឆ្លោះគ្នាអញ្ចឹងយើងដឹងហើយអាមេរិកហើយនិងអឺរ៉ុបអីហ្នឹងជាមួយ NATO ហ្នឹងគឺជាគ្រួសារតែមួយអញ្ចឹងបើអាមេរិកធ្វើបែបហ្នឹងមែនគឺនឹងបែកបាក់ហើយអញ្ចឹង NATO អាចនឹងត្រូវរលាយឬក៏អីឯងព្រោះថាបងប្អូនឯងឬក៏ member នៅក្នុងហ្នឹងឆ្លោះគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជា NATO នេះបែកបាក់ឬមួយក៏ក្រុមគ្រួសារបែកខាងលោកខាងលិចឬក៏អឺរ៉ុបហ្នឹងគេបែកបាក់វានឹងជះឥទ្ធិពលផ្សេងដូចគ្នាប្រទេសនៅលើពិភពលោកនឹងត្រឡប់ទៅកាន់សម័យកាលមួយដែលអ្នកណាខ្លាំងនៅក្នុងតំបន់ហ្នឹងចង់ត្រួតត្រាអ្នកណាក៏បានដែររាល់ថ្ងៃនេះអ្នកខ្លាំងអត់សូវហ៊ានធ្វើបាបអ្នកតូចទេដោយសារតែខ្លាចក្រុមមួយហ្នឹងមកគៀបសង្កត់មកសម្លុតដូចឧទាហរណ៍ថាយើងជាមួយនឹងថៃចឹងថៃខ្លាំងឬមួយក៏អីចឹងចង់ធ្វើសង្គ្រាមជាមួយយើងមិនតទៀតបានប៉ុន្តែដោយសារតែមានការគំរាមកំហែងការដាក់សម្ពាធពីប្រទេសទាំងអស់នឹងដូចគ្នាចឹងបានថៃអត់ហ៊ានទេតែបើសិនជា NATO នេះបែកបាក់ឬមួយក៏ក្រុមដែលខ្ញុំចៃនឹងបែកបាក់ទៅចឹងយើងឧទាហរណ៍ជាក់ស្ដែងសូម្បីតែថៃនឹងក៏អាចធ្វើបាបយើងបានដែរហើយប្រហែលថ្ងៃនេះយើងមើលឃើញខ្លាំងមែនតើពីការរីកចម្រើនពីការលូតទៅមុខអញ្ចឹងមិនថាផ្នែកកងកម្លាំងផ្នែកការពារជាតិមិនថាសេដ្ឋកិច្ចឬក៏អីទេនៅពេលណាដែលគេលូតជាងយើងកាន់តែខ្លាំងវាធ្វើឲ្យយើងនឹងមានហានិភ័យកាន់តែខ្លាំងជាពិសេសនៅពេលដែលយើងមើលឃើញស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិកាន់តែបែបហ្នឹងអញ្ចឹងអានេះខ្ញុំអត់
បើសិនជានិយាយច្រើនទៅបានន័យថាយើងត្រូវបកស្រាយរឿងឬក៏ប្រធានបទច្រើនខ្លាំងមែនតើអញ្ចឹងអានេះខ្ញុំនិយាយច្បាស់ប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាអាចទទួលបាននៅអ្វីដែលនេះខ្ញុំព្យាយាមចែករំលែកហើយអាចយល់បានកាន់តែច្រើនពីភូមិសាស្ត្រនយោបាយខ្ញុំប្រហែលជាអាចនឹងនិយាយបន្ថែមនៅវីដេអូណាមួយចឹងទៅពាក់ព័ន្ធទៅនឹងអតិពលរបស់ NATO ឬមួយក៏ការបែកបាក់បើសិនជាលោក Donald Trump ហ្នឹងនៅតែធ្វើបែបហ្នឹងនៅតែបង្ហាញមហិច្ឆតាដែលថាចង់បាន Greenland តើភូមិសាស្ត្រនយោបាយហ្នឹងវាអាចចែកចេញមានលទ្ធផលបែបណាខ្លះយើងអាចនិយាយនៅលំអិតវីដេអូក្រោយណាមួយចឹងទៅកុំឲ្យវីដេអូនេះវែងពេកចឹងនៅចុងវីដេអូនេះខ្ញុំចង់និយាយពីលុយជំនួយចឹងការវាយគ្នាលើកទី2រវាងខ្មែរនិងថៃហ្នឹងណាខ្ញុំបានប្រមូលជំនួយចឹងប្រមូលបានអីវ៉ាន់ច្រើនខ្លាំងមែនតើហើយនឹងខ្ញុំក៏បានទៅសៀមរាបមួយជើងរួចហើយដែរធ្លាប់បានចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឃើញហើយតាមរយៈ page តាមរយៈដូចជាវីដេអូ reel ខ្លីៗអញ្ចឹងណាយើងយកទៅចែកជូនភាសាហើយជាពិសេសកុមារដោយសារតែយុទ្ធនាការរបស់នាងខ្ញុំពេលហ្នឹងគឺយើងចង់ផ្ដោតសំខាន់ទៅលើកុមារអញ្ចឹងពេលហ្នឹងបានអីវ៉ាន់ច្រើនហើយនាងខ្ញុំក៏ទទួលបានលុយនេះ$2,700ជាងហើយលុយនៅក្នុងកងនេះគឺអត់ទាន់បានចាយមកកាក់ម៉ាស៊ីនទេលុយនៅខាងក្រៅកាលហ្នឹងខ្ញុំប្រមូលបានដូចជា50,000ជាងដូចជា57,000ណាអញ្ចឹងកាលពីទៅសៀមរាបវគ្គមុនហ្នឹងលុយក្រៅដែលទទួលបានជាលុយសុទ្ធ50,000ជាងហ្នឹងនាងខ្ញុំបានចាយហើយដោយតាមវត្តដែលនាងខ្ញុំបានទៅហ្នឹងខ្ញុំបានជូនទៅកាន់ទៅបានប្រកេនទៅកាន់ប្រសង់មួយវត្ត15,000ឬក៏20,000អីចឹងទៅវត្តមួយដើម្បីជួយទ្រទ្រង់កុំឲ្យថានៅពេលដែលជនភៀសគាត់ទៅវិញអស់រត់បែរជាពាក់ថ្លៃទឹកថ្លៃភ្លើងគេអញ្ចឹងលុយជាង50,000ហ្នឹងនាងខ្ញុំបានចាយទៅកាន់បែបហ្នឹងអស់ហើយខ្ញុំបានជូនទៅកាន់បានប្រកេនទៅកាន់វត្តអីចឹងទៅហើយលុយចំណាយពាក់ព័ន្ធជាមួយនឹង volunteer ការហូបចុកស្នាក់នៅហើយនឹងការធ្វើដំណើរខ្ញុំបានចេញលុយខ្ញុំខ្លួនឯងអញ្ចឹងខ្ញុំអត់បានតន់ប៉ះពាល់លុយជាង$2,000ដែលប្រមូលបាននៅក្នុងកងនេះទេហើយមូលហេតុដែលលុយនឹងអត់ទាន់បានចាយក៏ខ្ញុំរៀងល្អិះដែរខ្លាចពុកម៉ែបងប្អូនទាំងអស់គ្នាយល់ច្រឡំថាហេតុអីបានជានៅអត់ទាន់ចាយទី1ហ្នឹងយើងដឹងថានៅពេលដែលសង្គ្រាមកើតឡើងពេលដែលពួកគាត់ភៀសសឹកហើយអញ្ចឹងពួកគាត់នៅបន្តរស់នៅកន្លែងតំបន់ទាំងអស់ហ្នឹងយូរតទៀតមិនមែនតែមួយថ្ងៃពីរថ្ងៃចប់សង្គ្រាមហើយគាត់អាចត្រឡប់ទៅវិញបានទេអញ្ចឹងដោយសារតែពីដំបូងហ្នឹងយើងបានអីវ៉ាន់ច្រើនអញ្ចឹងយើងចាយអីវ៉ាន់ទាំងអស់ហ្នឹងសិនហើយជំនួយពេលហ្នឹងក៏មានអ្នកប្រមូលច្រើនដែរតែនៅពេលឥឡូវនេះខ្ញុំឃើញថាការប្រមូលជំនួយហ្នឹងគឺវាមានភាពស្រាក់ស្រានហើយប៉ុន្តែពួកគាត់ដែលនៅតំបន់ភៀសសឹកគាត់នៅត្រូវការដដែលអញ្ចឹងអានេះគឺជាពេលវេលាដែលយើងត្រូវយកកញ្ចប់លុយហ្នឹងមកចំណាយហើយអញ្ចឹងបានឥឡូវហ្នឹងយើងចាប់ផ្ដើមអញ្ចឹងអានេះគឺជាការបកស្រាយថាហេតុអីបានប្រហែលជាចង់មួយខែខ្ញុំក៏ពិបាកចិត្តដែរទុកលុយហ្នឹងអត់សប្បាយចិត្តទេបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺយើងសម្រេចចិត្តថាត្រូវយកមកចាយហើយមួយវិញទៀតហ្នឹងខ្ញុំចេះតែចាំមើលដែរខ្ញុំចង់ទៅកន្លែងហ្នឹងម្ដងទៀតប៉ុន្តែពុកម៉ែបងប្អូនទាំងអស់គ្នាលុយហ្នឹងវាជាង$2,000អញ្ចឹងបើសិនជាខ្ញុំទៅម្ដងទៀតពីដំបូងអញនិយាយថាខ្ញុំចង់សំលុយខ្លួនឯងដើម្បីរ៉ាប់រងការចំណាយការធ្វើដំណើរស្នាក់នៅហូបចុកអីចឹងណាហើយដើម្បីលុយរបស់បងប្អូនទាំងអស់គ្នាដែលចូលមកហ្នឹងយើងយកលុយហ្នឹងយកទៅចំណាយទិញឲ្យបានមូលហ្មងតែនៅពេលដែលអញនិយាយថាទៅជើងមុនហ្នឹងខ្ញុំចាយលុយអស់ច្រើនហើយអានេះពីខ្ញុំផ្ទាល់ណាចឹងខ្ញុំអត់ទាន់អាចទៅម្ដងទៀតដែលចេញលុយខ្លួនឯងទេហើយបើយកលុយយើងមានតែ$2,000ជាងយកលុយហ្នឹងយកទៅចំណាយទៀតក៏វារៀងខើចចឹងខ្ញុំអត់ចង់ធ្វើបែបហ្នឹងទេឥឡូវនេះខ្ញុំនឹងចាយបដាបែបបញ្ចោលសិនជួយទៅតាមទីតាំងផ្ទាល់ដែលគាត់មានអ្នកជួយឲ្យតែគាត់ខ្វះខាតយើងជូនជាលុយឲ្យពួកគាត់ជួយទៅបើយើងទៅខ្លួនឯងយើងត្រូវអស់សហុយអស់ថ្លៃឡានថ្លៃដឹកថ្លៃអីច្រើនចឹងខ្ញុំនឹងធ្វើបែបហ្នឹងហើយខ្ញុំឥឡូវហ្នឹងខ្ញុំមានទីតាំងមួយហីទៅបែកខាងជោគជ័យបងប្អូនទាំងអស់គ្នាអាចនិយាយថាកាលពីសង្គ្រាមលើកទី1 7ថ្ងៃ5ថ្ងៃហ្នឹងពួកគាត់អត់សូវអីទេប៉ុន្តែដល់ពេលលើកទី2នេះ21ថ្ងៃនេះខាងជោគជ័យខាងព្រៃច័ន្ទហ្នឹងក៏ប៉ះពាល់ខ្លាំងដែរហើយនៅនឹងមានមិត្តភ័ក្ដិខ្ញុំម្នាក់ដែលខ្ញុំធ្លាប់រៀនជាមួយគ្នាផ្ទះរបស់គាត់ក៏ត្រូវបានបំផ្លាញអស់ដោយសារតែទាហានថៃទម្លាក់គ្រាប់ដែរហើយសប្តាហ៍ថ្ងៃហ្នឹងក៏មានពូទាហានហ្នឹងគាត់នៅម្ដុំហ្នឹងនៅពេលដែលគាត់ស្លុកខ្វះគ្រឿងខ្វះអីក៏គាត់ទៅរកពីហ្នឹងដែរនេះតាមព័ត៌មានដែលគាត់ឲ្យមកខ្ញុំហើយជារឿយគាត់ក៏តែងតែប្រមូលជំនួយប្រាក់ឧបត្ថម្ភពីកន្លែងធ្វើការរបស់គាត់ហើយយកមកធ្វើម្ហូបធ្វើអីជូនពូទាហាននៅម្ដុំហ្នឹងភាសាដូចគ្នាអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងសុំលុយជំនួយនេះចំនួន$500ជូនទៅខាងបែកខាងហ្នឹងដើម្បីឲ្យគាត់ចាត់ចែងធ្វើម្ហូបធ្វើអីហើយទិញសម្ភារៈមួយចំនួនជូនពូកងកម្លាំងឬក៏ទាហានដែលនៅតំបន់ហ្នឹងព្រោះថាឥឡូវហ្នឹងនៅតែគេប្រុងប្រៀបនៅឡើយទេប្រជាជនអាចចូលទៅបានទេយូរម្ដងតើតែមានការសហការអញ្ចឹងទៅពួកគាត់អាចចូលទៅបានទិញអីវ៉ាន់ទិញអីយកទៅផ្ញើពួកគាត់អញ្ចឹងទៅហើយនឹងបើសិនជានេះគាត់អាចចាត់ចែងទៅកាន់ជនភៀសសឹកដែលនៅតាមវត្តចិត្តនឹងហើយយើងនឹងធ្វើជាបន្តទៀតហើយបើសិនជាបងប្អូនទាំងអស់គ្នាមានកន្លែងណាដែលថាឥឡូវនេះលុយយើងដឹងទាំងអស់គ្នាមាន$2,000ជាងអញ្ចឹងអាចថាបន្ទាប់ពីដកចំណាយនេះហើយក៏នៅខ្ទង់$2,000ជាងតិចតួចដែរអញ្ចឹងបងប្អូនអាច
មើលទៅកន្លែងទីតាំងវត្តឡើងដាច់ស្រយាលណាដែលថាមានគ្រួសារល្មម50-60គ្រួសារឬក៏ក្រោម100គ្រួសារអីចឹងទៅយើងអាចជួយគាត់បានប៉ុណ្ណាបងប្អូនទាំងអស់គ្នាអាចតាក់ទងមកនឹងខ្ញុំមកយើងនឹងអាចជួយតាមលទ្ធភាពចឹងទៅឲ្យតែមានអ្នកទទួលខុសត្រូវច្បាស់លាស់ហើយបង្ហាញមកចឹងណាចឹងវីដេអូនេះមានប៉ុណ្ណឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយពុកម៉ែបងប្អូនទាំងអស់គ្នាអាច join channel Telegram នេះខ្ញុំនឹង download transaction ទាំងអស់អ្នកដែលបាញ់លុយមកទាំងអស់ប្រហែលហ្នឹងខ្ញុំនឹង download វាជា PDF ហើយបង្ហាញនៅក្នុងក្រុមហ្នឹងតែម្ដងដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងថាលុយហ្នឹងទទួលបានប៉ុន្មានអីប៉ុន្មានចឹងទៅព្រោះថាខ្ញុំអត់ទាន់ដែរបានដកទេទុកឡើងឆ្លងខែឡើងបានការប្រាក់ពីធនាគារជាង$1ទៀតអីចឹងខ្ញុំអត់ចង់ទុកយូរដូចគ្នាខ្ញុំចង់ឆាប់ចាយឲ្យបានលឿនចឹងបងប្អូនទាំងអស់គ្នាចង់ដឹងពីការចំណាយហ្នឹងអាច join នៅក្នុង Telegram បានទៅខ្ញុំនឹងបង្ហោះនៅក្នុងហ្នឹងឲ្យបានឃើញទាំងអស់គ្នាដូចគ្នាចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណដែលបានទស្សនាមកដល់ចំណុចហ្នឹងកុំភ្លេចចុច like ចុច subscribe ហើយនិង share ចែករំលែកបន្តផងហើយពួកយើងនឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ